này bữa chỉ chụp bữa muối bông ai phun tranh bị plau việt sài mà này rau cầu ở đây chỉ màu thế bông ai phun tam plau này bữa còn đang tranh na tranh nấy nè cái đã thắt tàu bán cho mới chim rô mơ sân bây giờ ở đây máu mà sao đang plau thế mơ tập plau đang bông ai phun riêng play đấy nè ô mơ thế còn nó trong tên ấy miếng nào còn trong ngăn lò mày mở đàm pơ thông thế này đàm pơ thông thế này mà này mở đàm pơ lại áo pin nhựa này rồng này còn so tay cầu pi tay cầu chọc ra ấy này phải ngăn mày thằng nóc nùng plau ní mơ tao đối tranh tàu plau của su đây cầm tay nhưng mà đây bạn cho cát á ở đang thật chi tàu việt to rồi có gì không mấy tỷ nó khơi nhờ con bay chi cát tam này được ta này mà con bảy chẳng ở chia bánh hà thế mà bốn giờ bán tầm rồi thà bài chi tranh tàu su lấy ở đây thì và rồi thà mơ plau ở chi bàn plau tam chân phnom ấy bên ngoài vào này mà nùng khăn chuyện đầy giống tiệp bì non bên ngoài vào nước tiệp bì non chân rồi đâu ní có đặt tàu mi sân cục đầy đầm nằm ấy bên ngoài vào khơi phía trán cứ tàu mi tầng ỏm máu cận mặt này mũi tiền thì bên ngoài vào nhẹ sọc sài chấm ca miền ấy tràn thế bên ngoài vào là bàn đằng ai còn chấm cầu nhẹ sọc sài chấm ca cứ bàn đằng ai bên ngoài vào miền cái thà lôi chài ấy na ha thế mà vì tới càng nghe cà phê nó cứ lâm chanh là nghe trâu lôi kia còn thà cọt phơ lại pra cầm lăng chúng điệp xua bụng mai một ôn ông bố minh mà lục ta lục dây đã dùng tạm đàn YouTube hay nâng tosana công ty tosanaនៅ video ក្នុង channel របស់ខ្ញុំផងដែរចឹងឥឡូវហ្នឹងខ្ញុំស្ថិតនៅក្នុងឃុំកន្ទឺ2បាទនៅក្នុងភូមិភ្នំគល់ចឹងបាទផ្លូវនេះគឺខ្ញុំបានធ្វើវីដេអូរួចហើយខ្ញុំចង់បន្តដំណើរទៅខាងមុខទៀតទៅខាងភ្នំកៅភ្នំប៉ិតបាទភ្នំមួយនោះពុកម៉ែបងប្អូនឆ្ងាយចឹងនេះឃុំកន្ទឺ2បាទស្រុកបណ្ណន់នេះជាផ្លាកមូលនិធិគេថាផ្លាកគម្រោងធ្វើផ្លូវពុកម៉ែបងប្អូនផ្លូវក្រាលគ្រោះក្រហមបាទស្ថិតនៅក្នុងភូមិភ្នំគល់ហ្នឹងអញ្ចឹងតនេះមានផ្លូវបែកជា3ពុកម៉ែបងប្អូននេះចេញពីភ្នំចេញពីភូមិភ្នំគល់មកពុកម៉ែបងប្អូនចេញមកហើយមានផ្លូវបែកមួយទៀតទៅខាងរូងទៅខាងអីចឹងណាហើយផ្លូវបែកទៅខាងមុខនេះផ្លូវត្រង់ទៅខាងមុខនេះគឺទៅខាងផ្លូវឡើងផ្លូវស្នឹងណាឡើងផ្លូវស្នឹងអញ្ចឹងឥឡូវនេះខ្ញុំនឹងទៅថតខាងមុខតិចទៀតបងប្អូនថតតាមភ្នំកៅភ្នំប៉ិតខ្ញុំឃើញគេដាក់ក្នុង Google Map គេដាក់ភ្នំប៉ិតអញ្ចឹងបងប្អូនអញ្ចឹងឥឡូវទៅទស្សនាជាមួយខ្ញុំដូចតទៅខ្ញុំជិះចេញទៅហើយបាទ
ថ្ងៃនេះមេឃសតុំល្អមែនទែនបងប្អូនហើយមើលទៅអត់ក្តៅអត់អីទេសតុំលហឹមខ្យល់បក់មកទៅជាស្រួលមែនទែនហើយផ្លូវនេះគឺផ្លូវស្រែដីស្រែខ្មៅក្រាប់ហ្មងនៅខាងនេះឃើញស្រែមួយភ្ជួរដាស់ដីរួចរាល់អស់ហើយមកត្រៀមតែមានទឹកដាក់ហ្មងខ្យល់តាមផ្លូវបងប្អូនបិទកញ្ចក់បន្តិចមើលដីមកដីខ្មៅក្រាប់ហ្មងអានេះដីស្រែបងប្អូនមើលទៅរៀងទូលដូចដីចំការដីស្រែទេហៅដីព្រៃសបូទូលសបូព្រៃដល់ចំយើអីទូលនេះទូលកាយដាក់ថែមហ្មងនេះដើមពិលមើលលើកទូលនឹងកម្ពស់ណាស់នេះគេធ្វើអញ្ចឹងទៅអីខ្ញុំអត់ដឹងដែរបងប្អូនមើលគេគៀបាតស្រែយកមកពូននឹងគល់7ហ្នឹងបាននោះឃើញភ្នំហ្នឹងបងភ្នំគេហៅភ្នំពិតឃើញគេដាក់អញ្ចឹងបងប្អូនខ្ញុំអត់ដែលឮដែរនោះបាត់ដំបងមានភ្នំពិតចាំមើលខ្ញុំសើចមើលបន្ថែមដីស្រែខ្មៅល្អណាបាទដីនៅខាងនេះមើលខ្មៅមែនទេតំណងធូរនេះពេលភ្ជួរទៅមើលយោជីចូលកន្លប់បាត់ចឹងទៅដល់ខាងមុខមានផ្លូវបែកបាទបើជីទៅត្រង់គឺឡើងផ្លូវកស៊ូចឹងទៅដល់ខាងមុខខ្ញុំនឹងបបែកមកខាងស្ដាំដៃបាទមកផ្ដិតទិដ្ឋភាពតាមជួរភ្នំនេះបងប្អូនជួរភ្នំខាងមុខហ្នឹងបាទនេះផ្ទះជីជួបផ្ទះមួយបងប្អូនចេញពីផ្លូវវាលស្រែមកបាទមកដល់ខាងមុខមានផ្លូវគ្រោះមិចបាទគ្រោះដីមិចគ្រោះដីមិចជាស្រ័យថ្មមិចខាងក្រោយមិចគ្រោះក្រហមបាទមកខាងមុខគ្រោះមិចថ្មមិចបាទនេះផ្ទះសម្បែងគាត់នៅខាងនេះចេញពីភូមិភ្នំគុលមកបងប្អូនហើយទីតាំងភ្នំហ្នឹងគឺដូចជាស្ថិតនៅក្នុងឃុំស្នឹងតែខ្ញុំអត់ទាន់ច្បាស់ថាខ្ញុំជិះចូលស្នឹងនៅឬក៏នៅទេបងប្អូនអត់ទាន់ឃើញមានផ្លាកតាមផ្លូវវិជ្ជា
នេះផ្ទះគាត់បាទមកខាងមុខគឺមានផ្ទះហើយពុកម៉ែបងប្អូនបាទនេះអូគាត់ដាំដលងមីមើលដីនេះអូអេមែនទេមើលដីពុកម៉ែបងប្អូនដីអញ្ចឹងមកដល់ខាងមុខនេះគឺខ្ញុំបត់ស្ដាំដៃនេះពុកម៉ែបងប្អូននេះផ្លូវគឺមានផ្លូវបត់ស្ដាំដៃមួយនេះបាទអញ្ចឹងខ្ញុំឡើងតាមនឹងយ៉ាផ្លេចសាងលេខយោយតឹងម៉ាស៊ីនបាទនេះផ្ទះគាត់បាទចិនរុកហើយនឹងផ្ទះបាយនោះគាត់កំពុងធ្វើស្មៅដលងបាទដលងគាត់អូមើលនេះបាទដោះល្អមើលនេះពុកម៉ែបងប្អូនដលងមីហើយមើលដីខ្មៅក្រឹបហ្មងបាទឥឡូវខែនេះក៏ដាក់ដលងមីបាទដីខ្មៅល្អមែនណាពុកម៉ែបងប្អូនមើលនេះថតខាងនេះរៀងចាំងពលឺបន្តិចព្រោះបែរកាមេរ៉ាទៅខាងព្រះអាទិត្យបាទអត់ត្រូវធៀបជាមួយពលឺព្រះអាទិត្យទេកង់ហ្មងរៀងងឹតចឹងខ្ញុំជិះតាមផ្លូវនេះទៅក៏មានផ្ទះអ្នកភូមិអ្នកគាត់រស់នៅអមសងខាងផ្លូវនឹងដែរបាទនេះផ្ទះគាត់បាទផ្ទះខាងក្រោយដីដំណាំគាត់ដាំស្វាយមើលទៅនេះបងប្អូនខាងក្រោយដីគាត់ដាំស្វាយបាទនៅភ្នំពិតបាទនៅនោះយ៉ាអាលាក់បាទនេះផ្ទះគាត់មួយទៀតពុកម៉ែបងប្អូនផ្ទះឈើមកខាងមុខនេះក៏ដីគាត់នេះដាំដលងមីដែរចឹងមកខាងនេះដាំដលងមីនោះមើលដាច់កតុយភ្នែកដលងមីដាច់កតុយភ្នែកទៅក្រោយនោះជាប់ជើងភ្នំអានេះដលងមីបាទនេះផ្ទះមួយទៀតកូនផ្ទះគាត់នេះបងប្អូននៅក្រោមម្លប់មកខុបបាទនៅខាងនេះខាងស្ដាំដៃខ្ញុំផ្ទះខាងស្ដាំដៃ
មានផ្ទះមួយតាមផ្លូវពុកម៉ែបងប្អូនអត់ជាប់គ្នាច្រើនទេអានេះមួយទៀតផ្ទះធំផ្ទះឈើស្អាតមើលនេះពលឺបាញ់ពីខាងនោះមកបាទទៅឃើញពលឺចែងចាំងមកមុននឹងពពួកវាអ៊ូអាប់បាំងពលឺព្រះអាទិត្យចិត្តអស់នេះផ្ទះខាងមុខមួយទៀតហើយផ្ទះធំបាទខាងមុខនេះមានលក់ចាប់ហួយនេះពុកម៉ែបងប្អូនផ្ទះគាត់លក់ចាប់ហួយនេះខាងស្ដាំដៃខ្ញុំមានរោងគោផ្ទះគាត់ស្នាក់នៅបាទនេះចកាមានបាទហើយនោះខាងមុខនោះពុកម៉ែបងប្អូនចកាមានហើយដីតានេះដាំដលងមីទៀតហើយនោះមើលទៅអ៊ីយ៉ានេះជួប្រាញ់នេះផ្ទះគាត់មួយទៀតហើយខាងស្ដាំដៃខ្ញុំគាត់ដាំមានដាំតង្កែននេះតំណាំគាត់ណាបាទនេះផ្ទះធំមួយទៀតហើយបាទសាត្រាក់ទ័រគយន្តណាពុកម៉ែបងប្អូនកំឡៃសើចអ្នកចំការអ្នកជនបទមែនដែលគាត់មានដីច្រើនគាត់អញ្ចឹងគាត់វិនិយោគទៅលើគ្រឿងចាក់ដើម្បីសម្រួលដល់ការងារនេះផ្ទះខាងឆ្វេងដៃខ្ញុំបាទផ្ទះ2ខ្នងពុកម៉ែបងប្អូនមានផ្ទះ2ខ្នងអញ្ចឹងរដូវនេះគាត់ដាក់ដលងមីសឹងគ្រប់ដីដំណាំហើយពុកម៉ែបងប្អូនឃើញភាគច្រើនគឺដលងមីទាំងអស់ហ្មងក្រៅពីដំណាំហៅថាក្រៅពីដំណាំធន់រឹងនេះដូចស្វាយដូចអីនេះបាទចកាស្វាយគឺមកប្លង់មកចកាអញ្ចឹងទៅហើយដីដែលគាត់ដាំដំណាំអីផ្សេងបានដូចជាដំណាំខែដំណាំអីហ្នឹងបាទ2 3ខែដូរម្ដងថ្ងៃហ្នឹងពុកម៉ែបងគាត់ឥឡូវនេះគឺដាក់ដលងមីបាទចាប់ផ្ដើមដាក់ដលងមីមកនេះពុកម៉ែបងប្រាញ់ទៅដល់ជើងភ្នំហ៎បាទមើលនេះដលងមីទាំងអស់បាទមើលដីខ្មៅល្អដល់ហើយមើលនេះពុកម៉ែបងដីនេះបើបានបោកឲ្យយកដឹកទៅដាក់
ដាក់នៅផ្ទះនឹងអេមមិនទេនេះបាទបកដីខ្មៅយកទៅដឹកយកទៅចាក់ដំណាំនៅផ្ទះនោះដីបែកខាងខ្ញុំណោះដីវារៀបដីលបាយបងប្អូនអត់មានខ្មៅយ៉ាងទេដីដាំក្រូចមកក្រូចប្រសាទក្រូចអីហ្នឹងបាទមិនអត់ខាងមុខមានផ្ទះទៀតហើយបងប្អូនគាត់កំពុងតែធ្វើអីនេះអូត្បាញដបូលស្បូវបាទចំតនេះមានផ្លូវបែកបាទនេះផ្ទះថតមកខាងនេះឃើញភ្លឺថ្លាល្អដោយសារវាមានពន្លឺព្រះអាទិត្យជួយបើយើងថតទៅនោះបែរទៅព្រះអាទិត្យវារៀងកង់ពន្លឺល្ងឹតមានថ្ងៃនេះមាននេះសាដើមមានបងប្អូនថ្ងៃវាស្លឹកធំជាងនេះដើមមានមុខផ្ទះគាត់ហ្នឹងបាទនេះផ្ទះគាត់មួយទៀតផ្ទះតូចដែរទេបងប្អូនមកខាងមុខនេះបាទនេះផ្ទះថ្មខាងមុខមានផ្ទះ2ខ្នងតែតំណងដូចជាអត់មានអ្នកនៅដោយសារស្មៅព្រៃដោះទ្រុបបាទនេះបាទស្ងាត់ជ្រងំផ្ទះនេះធំផ្ទះឈើបាទកន្លែងមកខាងនេះក៏មានដែរនេះបងប្អូនមិនសល់ទុកនៅរទេះគោទៀតនៅខាងក្នុងមានដបោកមួយខាងក្រៅគាត់រៀបចំជាកន្លែងអុជធូបសែននេះអានេះផ្ទះឈើចុះមកជួរខាងស្ដាំដៃខ្ញុំនេះបងប្អូនណារកផ្លូវគាត់ដាំចេកឡើងស្ញេះចេកបែកឆ្វេងស្ដាំអញ្ចឹងខ្ញុំបត់មកខាងស្ដាំដៃបងប្អូនមកខាងនេះខ្ញុំឡើងមកខាងនេះវិញបើខ្ញុំឡើងទៅខាងនោះឡើងទៅផ្លូវកស៊ូបងប្អូនឡើងទៅផ្លូវកស៊ូខាងស្នឹងអញ្ចឹងខ្ញុំចូលមកខាងនេះវិញបងប្អូនដើម្បីផ្តិតទិភាពផ្ទះសម្បែងដែលគាត់រស់នៅខាងក្នុងនេះវិញបាទនេះផ្ទះនៅជាប់ផ្លូវកាយនេះដែរកន្លែងខ្លះក៏គាត់រស់នៅជាប់គ្នា2 3 4ផ្ទះចឹងទៅបាទកន្លែងខ្លះក៏អង្វើទៅមួយបាទគាត់នៅនឹងបាទនៅរស់នៅជាចន្ទ្រៃនៅនឹងធ្វើដំណាំនៅនឹងហ្មងបងប្អូននេះដូចនេះជាការស្វាយនេះផ្លែដល់ហើយបងប្អូនស្វាយនេះបេះអត់តន់អស់ទេនេះផ្លែនៅឡើយទេបាទផ្លែច្រើនណាស់ស្វាយម្ដងមិនតិចទេ
នេះផ្លូវចូលទៅផ្ទះគាត់ខាងក្នុងបាទដល់តនេះផ្លូវកោងជាប្រភេទផ្លូវគ្រួសក្រហមចឹងផ្លូវនេះអត់មានកឡុកមានអីទេបងប្អូនស្រួលជិះទេរថយន្តឡានអីទៅស្រួលចូលទេបងប្អូនអត់មានគេហូបផ្លូវបែកផុកអីទេបាទស្រួលជិះនេះឆ្ប៉ែលមកនិយាយទៅខ្ញុំឆ្ប៉ែលមកជុំឆ្ប៉ែលមើលទេសភាពនៅខាងកន្ទឺ2វាជាប់ស្នឹងដែរបងប្អូនខ្ញុំជិះផ្លូវមកកាត់វិញវាចូលស្នឹងចូលផ្លូវកាត់ស្នឹងមួយខ្សែដែរអញ្ចឹងឥឡូវនេះខ្ញុំបកវិលមកជុំមកក្រោយវិញតែផ្លូវមួយខ្សែផ្សេងទៀតមិនផ្លូវដែលទេណាបាទផ្លូវមួយខ្សែផ្សេងទៀតនេះផ្ទះសម្បែងគាត់អូនេះមើលតង្ហែននេះបងប្អូនមើលផ្លែសកាក់មកតង្ហែននេះមកតង្ហែនហ្នឹងតង្ហែនបងប្អូនស្លឹករៀងវែងជាងមានបាទស្លឹកធំហើយវែងនេះស្វាយបាទអានេះមានផ្លូវទូចមួយទៅខាងក្រោយទេសភាពជាប់ជួរភ្នំខាងកន្ទឺ2ខាងបន្នន់នេះបងប្អូនភ្នំជីរ៉ែមកខាងមុខបន្តិចទៅឃើញមានផ្ទះមួយទៀតទៅបាទនេះបងប្អូននេះផ្ទះគាត់បាទខាងនេះមួយទៀតបាទឆ្វេងដៃបាទផ្ទះគាត់មួយទៀតនៅខាងក្នុងបាទទៅដល់ខាងមុខមានផ្លូវបែកមួយទៀតហើយបាទឆ្វេងស្ដាំបាទផ្លូវបែកឆ្វេងស្ដាំខ្ញុំឆែកមើលបន្តិចសិនចូលរួមមើលផ្លូវដែលមានគាត់រស់នៅអូខេអញ្ចឹងខ្ញុំបត់ស្ដាំដៃទៀតបងប្អូនខ្ញុំបត់ស្ដាំដៃទៀតអញ្ចឹងខ្ញុំបត់មកខាងនេះបាទបត់មកខាងនេះស្ដាំដៃ
ចឹងក្នុងវីដេអូនេះដែលខ្ញុំជិះតាមដងផ្លូវហាក់បីដូចជាមានផ្លូវស្ងាត់ច្រើនបងប្អូនហើយផ្ទះសម្បែងគឺដោយកន្លែងខ្លះគាត់រស់នៅជាប់គ្នាចឹងទៅដូចផ្លូវជាក់ស្ដែងនេះឥឡូវនេះគឺស្ងាត់ផ្ទះសម្បែងសិតតែដីដំណាំដីចំការគាត់ប៉ុន្តែអត់មានអ្នកគាត់រស់នៅជាអចិន្ត្រៃយ៍នៅលើដីហ្នឹងទេរៀងស្ងាត់ចឹងណាបងប្អូនបាទអូជួបផ្ទះមួយហើយមានអ្នកនៅអត់ខ្ញុំថាដូចជាអត់នៅទេបងប្អូនផ្ទះមួយនេះបិទទ្វារស្ងាត់ឈឹងហើយមើលហើយផ្លូវអីមើលមានអ្នកនៅទេបងប្អូនមើលនេះតែកាលណាមានអ្នកឆ្លាស់មកគាត់បោះសម្អាតគាត់កាប់ឆ្កាអញ្ចឹងទៅតែផ្ទះនេះមានអ្នកនៅទេបងប្អូនស្ដុកព្រៃសង្កែព្រៃដោះទ្រុបហើយនោះបាទមកខាងមុខមានផ្ទះមួយទៀតបងប្អូនខាងក្នុងបាទនេះផ្លូវចូលបាទផ្លូវចូលទៅផ្ទះគាត់នោះបងប្អូននោះហើយជាប់គ្នាមួយទៀតបាទនេះមួយតាមដងផ្លូវបងប្អូនមើលឃ្លាតឆ្ងាយពីគ្នាដែរបងប្អូនផ្ទះអញ្ចឹងធ្វើឲ្យបរិយាកាសនៅខាងនេះគឺស្ងប់ស្ងាត់បាទស្ងប់ស្ងាត់ដូចនេះអីអូផ្ទះនេះដូចជាមានអ្នកនៅទេនេះបងប្អូនមើលផ្ទះធំល្អណាស់បាទប៉ុន្តែម្ចាស់គាត់អត់នៅចកាដីចកាខាងក្រោយដំណាំមានពេញដីមើលអត់មានអ្នករស់នៅក្នុងផ្ទះហ្នឹងទេបាទខាងមុខឃើញមានមួយទៀតបាទនេះបាទផ្ទះគាត់នេះជាប់គ្នាបងប្អូនផ្ទះជាប់គ្នាប្រហែលខ្នងនេះ2ខ្នងស្ងប់ស្ងាត់ណាបងប្អូនណាយប់ឡើងស្ងាត់ឈឹងចងុំមានអីទេបាទបិទភ្លើងសម្រាកហើយបាទថ្ងៃឡើងរៀបចំសម្ភារៈរៀបចំចំណីអាហារធ្វើការងារដីចំការគាត់មានយប់ឡើងសម្រាកបិទភ្លើងចិត្តឈឹងស្ងប់ស្ងាត់ខាងនេះក៏ដីពូននេះដលងមីដូចគ្នាបងប្អូនពូនជាជួរអញ្ចឹងមកខាងនេះមួយទៀតនេះបងប្អូនអ្នកស្រុកស្រែចំការគ្មានអីច្រើនទេបងប្អូនតែប៉ុណ្្នឹងឯងគាត់ចាំគោអ្នកស្រុកស្រែចំការគឺបែបហ្នឹងឯងបងប្អូនមានគឺថាលោឆាយអីណាហាទេបាទនិយាយទៅការងារការធ្វើហ្នឹងគឺព្រលឹមចេញបាទល្ងាចចូលដូចគ្នាគាត់ថាគាត់ធ្វើដោយប្រើកម្លាំង
ហើយបើនិយាយពីប្រាក់ចំណូលវិញតតបងប្អូនអត់មានដុំកពួនភ្លឹបមកអញ្ចឹងទេដុំលុយបាច់ធ្លាក់មកទេគឺគាត់ផ្សំតតលក់ដូរអីចឹងទៅណាបាទនេះផ្ទះមួយទៀតខ្ញុំជិះតាមផ្លូវនេះដូចអត់ឃើញមានប្រព័ន្ធទឹកមើលណាពុកម៉ែបងប្អូនប្រព័ន្ធបន្លាយប្រព័ន្ធអូអីអត់តន់ឃើញជិះកាត់មួយបាទហើយគាត់ដាំនេះគាត់ដាំពឹងនេះគេនេះពឹងទឹកភ្លៀងអាយ៉ាមកដល់មុខមានផ្លូវបំបែកមួយទៀតហើយដោយសារមកទីនេះក្នុងថ្ងៃនេះគឺខ្ញុំជិះព្រាវដែរអត់ស្គាល់ច្បាស់ទេនៅឆែកមើលបន្តទៀតផ្លូវតណាតណីខ្លះអូផ្លូវមួយខ្សែខាងមុខនេះវាមានផ្លូវទៅខាងនោះគេហៅជីហងបាទជីហងវត្តជីហងបងប្អូនផ្លូវកស៊ូដែរតែវារៀងឆ្ងាយដែរតែបើតាមនេះទៅខាងវត្តសន្សំកុសលនេះផ្លូវនេះអត់ដែរជិះបងប្អូនអត់ដឹងថាយ៉ាងម៉េចយ៉ាងម៉ាទេចាំមើលខ្ញុំជិះមើលសិនជិះចាក់តាមផ្លូវវត្តសន្សំកុសលចេញកទឺ2ចេញផ្លូវកស៊ូកទឺ2នេះផ្ទះគាត់ខាងមុខមានផ្ទះមួយទៀតផ្លូវនេះដូចជាឡើងតាមជើងភ្នំខ្ញុំមើលទៅនេះផ្ទះគាត់ថាផ្លូវនេះដូចឡើងតាមជើងភ្នំនេះជើងភ្នំនេះនេះរោងគោអត់ដែរជិះមកទេបងប្អូនតាមផ្លូវនេះនេះផ្ទះគាត់ទាំងចេញណាចេញណីនេះគេដាក់ថាទៅបានចាំមើលខ្ញុំជិះរួមមើលសិនដោយសារអត់ដែរមកសូវដឹងផ្លូវទេមើលទៅផ្លូវដឹងបងប្អូនរៀងប្លែកដែរនេះអូមើលផ្ទះគាត់នោះចំផ្ទះនេះមានអ្នកនៅអត់ចំស្ងាត់ល្អម៉េចមើលដើមពើលធំទៀតដើមពើលធំទៀតមើលនេះមើលដើមពើលអោប2នាក់នេះរោងអូនេះគាត់បន្សល់តេះគោ2តេះគោឈប់ប្រើហើយនេះផ្ទះស្ងាត់ម៉េចខាងនោះភ្នំផ្លូវនេះមើលទៅដូចចេញទៅផ្លូវកស៊ូដែរក៏ប៉ុន្តែខ្ញុំមិនដែលបានឆ្លងកាត់អត់ដឹងថាជិះទៅវាតល់ឬក៏វាយ៉ាងម៉េចទេអូនោះឃើញកង់3ជិះកាត់តាមនេះតានេះបាទកង់3ចឹងអត់ជាបញ្ហាទេបងប្អូនយើងបានតម្រុយថាប្រហែលជាចេញទៅស្រួលហើយអត់អីទេបាទព្រោះថាមើលផ្លូវអាចជិះបានផ្លូវតាមជើងភ្នំនេះបងប្អូននេះបាទភ្នំអាយ៉ាអូប្រយ៉ាងទៅនេះទេសភាពនេះជើងភ្នំនេះបងប្អូនខាងនេះសិតតែថ្មសិតតែឈើព្រៃភ្នំចឹងឥឡូវនោះស្រោតបន្តិចឯងបងប្អូន
រៀងល្ងឹតទៅវីដេអូដោយសារថតយូរអស់ពលឺព្រះអាទិត្យលិញហើយមើលណាភ្នំខាងនេះមកដល់ខាងមុខមានផ្ទះសម្បែងហើយខាងនេះស្ដាំដៃខ្ញុំមានផ្ទះគាត់រស់នៅនេះផ្ទះគាត់ផ្ទះថ្មក្ពើហាស្ងាត់ម៉េះមើលទេចឹងនៅជាប់ភ្នំខាងនេះផាយជាតិចអីបើសិនជាខែនេះអីបងប្អូនខែតិចវាតិចខ្លាំងចង់និយាយចឹងបងប្អូនបើខែក្តៅខ្ញុំថាដូចជាមិនសូវក្តៅឯណាណាទេតាមមើលព្រោះសបោដើមឈើសបោអីចេះចឹងបាទខែនេះក៏មិនក្តៅណាណាដែរមើលតើនេះព្រោះគាត់រស់នៅក្នុងតំបន់ភ្នំចឹងភ្នំវាសបោព្រៃឈើស្បៃអីចឹងវាអត់សូវក្តៅខាងនេះក៏មានដែរផ្ទះ